សួស្តីទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញអំពីផ្នែកសំខាន់មួយនៃវិទ្យាករអង់គ្លេសគឺខ្ញុំនឹងនិយាយអំពី tenses គឺកាលណាហើយខ្ញុំសំដៅទៅដល់12 tenses គឺកាលទាំង12នៅក្នុង tenses ហ្នឹងគឺវាចែកជាពីរផ្នែកធំដោយទី1គឺវាមាន time គឺពេលវេលាទី2គឺ aspect គឺទិដ្ឋភាពខ្ញុំមិនចង់ព្យាយាមបកប្រែវាទេប៉ុន្តែទាំងអស់គ្នាត្រូវព្យាយាមចាំវាទៅជាភាសាអង់គ្លេសវិញនៅក្នុងការរៀនយើងមិនចាំបាច់ប្រើ present simple present perfect អីទេព្យាយាមចាំឈ្មោះវាជាអង់គ្លេសវិញល្អជាងយើងអត់ចាំបាច់បកប្រែទេអញ្ចឹងនៅក្នុង tenses ហ្នឹងវាមាន time វាមាន aspect ហើយនៅក្នុង time នេះវាមាន3ធំនៅក្នុងនោះទៀតគឺវាមាន past មាន present វាមាន future មានអតីតមានបច្ចុប្បន្នមានអនាគតហើយ aspect ហ្នឹងវាមាន4គឺវាមាន simple វាមាន progressive វាមាន perfect និង perfect progressive ឬក៏ perfect continuousអញ្ចឹងហើយបានកាលវាមានដល់ទៅ12ដោយសារវាមាន time 3ហើយនៅក្នុង time មួយហ្នឹងគឺវាមាន aspect ចំនួន4នៅក្នុងហ្នឹងទៀតឧទាហរណ៍ដូចជា past គឺវាមាន past simple វាមាន past progressive ឬក៏ past continuous វាមាន past perfect ហើយនឹងវាមាន past perfect progressive ហើយ present future អីហ្នឹងគឺដូចគ្នាអញ្ចឹងហើយយើងបានកាលចំនួន12វាមាន12 tenses អូខេវីដេអូនេះខ្ញុំនឹងបង្ហាញទាំងអស់គ្នាបញ្យល់ទាំងអស់គ្នាអំពីសញ្ញាណទូទៅនៃកាលទាំង12ទៅផ្សារភ្ជាប់ជាមួយនឹង diagram ទៅលើការប្រើប្រាស់នៃកាលនីមួយៗឥឡូវយើងទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាមកខាត់ពេលនេះគឺជា chart ជាតារាងដែលពណ៌នាអំពីការប្រើប្រាស់កាលទាំង12ហើយខ្ញុំនឹងបញ្យល់តាមលំដាប់លំដោយដំបូងខ្ញុំនឹងបញ្យល់អំពី aspect simple ជាមុនសិនខ្ញុំនឹងបញ្យល់ simple មួយខ្សែសិនគឺវាមាន simple present simple past ឬក៏ simple future ហ្នឹងណាចឹងតើអ្នកសង្កេតមើលមុនដំបូងគឺយើងទៅមើលនេះយើងទៅមើល diagram របស់ present simple នេះអញ្ចឹងយើងនិយាយអំពី present simple អញ្ចឹង present simple យើងមកឧទាហរណ៍សិនណាឧទាហរណ៍គេនិយាយថាម៉េចឧទាហរណ៍គេនិយាយថា Tom studies every day Tom studies every day Tom សិក្សាជារៀងរាល់ថ្ងៃហើយ diagram របស់គេគឺវាមានអដេកនិងអក្សរណាខ្ញុំនិយាយថាអដេកអក្សរអញ្ចឹងអត់និយាយតាមគណិតវិទ្យាទេអញ្ចឹងអដេកហ្នឹងគឺវាមានសញ្ញាខ្វែងរត់ជាជួរចាប់ពីចំណុចចាប់ផ្ដើមនេះចាប់ពីឆ្វេងទៅរហូតដល់ចំណុចចុងបញ្ចប់គឺនៅខាងស្ដាំនេះណាហើយវាមានអក្សរនៅចន្លោះហ្នឹងអញ្ចឹងតើវាបានន័យថាម៉េចបងប្អូនត្រូវយល់ពី diagram សិនណាយកខ្ញុំសុំគូ diagram ខាងក្រៅបញ្យល់សិន diagram វាមានអដេកអញ្ចឹងវាមានអក្សរអញ្ចឹងអដេកដែលនៅផ្នែកខាងឆ្វេងខណ្ឌទៅដោយអក្សរហ្នឹងអាហ្នឹងគឺវាជា past យើងតាំងដោយ past ណាផ្ទុយទៅវិញនៅផ្នែកខាងស្ដាំដែលខណ្ឌទៅដោយអក្សរហ្នឹងគឺជា futureហើយចំណុចប្រសពរវាងអដេកនិងអក្សរហ្នឹងគឺវាគឺជា present វាជាបច្ចុប្បន្នអូខេអញ្ចឹងយើងយល់ពីលំនាំ diagram សិនទើបយើងអាចទៅយល់ការប្រើប្រាស់មួយបានអញ្ចឹងនៅពេលដែលគេគូសអាសញ្ញាខ្វែងរត់ជាជួរតាមជួរដេកអញ្ចឹងបានន័យថាម៉េច Home studies every day មានន័យថាកាលពីម្សិលមិញTom រៀនណាម្សិលមួយថ្ងៃក៏គាត់រៀនម្សិលមិញក៏គាត់រៀនថ្ងៃហ្នឹងក៏គាត់រៀនថ្ងៃស្អែកក៏គាត់រៀនថ្ងៃខាងស្អែកក៏គាត់រៀនដែរបានន័យថាគាត់រៀនជារៀងរាល់ថ្ងៃអញ្ចឹង present simple ឬក៏ simple present ហ្នឹងចំណុចសំខាន់មួយនៃការប្រើប្រាស់របស់វាគឺវាបង្ហាញអំពីទម្លាប់ឬក៏សកម្មភាពដែលយើងធ្វើជាទៀងទាត់វាកាត់ឡើងជាទៀងទាត់ណាម្សិលមិញព្រះអាទិត្យរះហើយលិចថ្ងៃនេះព្រះអាទិត្យរះហើយលិចថ្ងៃស្អែកក៏ព្រះអាទិត្យរះហើយលិចដែរអាហ្នឹងហើយវាគឺជាលក្ខណៈប្រើប្រាស់នៃ simple present អូខេតើអ្នកគ្រាន់តែយល់ប៉ុណ្្នឹងសិនណាយល់ជាសញ្ញាសិនខ្ញុំអត់បដោតទៅលើ form ទេខ្ញុំបដោតទៅលើការប្រើប្រាស់ប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញ form ជាទម្រង់របស់វាគឺ subject plus ជាមួយនឹង verb 1 plus ជាមួយនឹង object ដែលអាចមានឬក៏គ្មានអាស្រ័យទៅលើ verb ហើយនឹងវាមានពាក្យឬក៏ clear បន្ថែមអីផ្សេងទៀតណានេះគឺជា simple present
cứ và hai nhầm phí các map hiệp để cả lại chỉ tiếng toát cứ có cá phất để mình ai bật cạnh bạn đôi chia ngày ra ngày lịch anh đang chỉ đạo nói bắt top cứ trong những JP simple past diagram simple past này cứ admin ấy bảo vậy rồi tới những khơi nói khoai mùi nó cứ vì thật nói để này càng chuyện để càng để cho nữa có những khơi hỏi cho nó ní cứ chỉ pass dương vô việc pass mà mặt ao tập pass bằng này tha vì job hỏi vì rồi lót tới hỏi vì cá đuôi tới hỏi chẳng vì ở bẹp pon chỉ muốn nâng present thì cứ vì job hỏi này vì khăn đói actual này bởi vì ở bẹp pon thì nâng present thì job hỏi pass ấy cái đòi hai cái đòi vì rồi lót tới hỏi chẳng dương từ một họ Tom studied last night Tom ban riêng cao bị dục mình cái còn long phật từ hỏi tại cái con trong lớp cam phiệp bó Tom lại ban phơi cao bị dục mình thái thì có ban riêng chẳng cứ vì và hai nhóm phí cam phiệp để ban cả lại rồi ta hỏi job hỏi đòi miễn phê về lý cho bà lọ tiền cứ last night cao bị dục mình rong bỏ viết cứยังอาจจะ say បានថានេះថនហ្នឹងវាជា subject ហ្នឹង subject បូកជាមួយនឹង verb 2ណាយើងតាំងលើ verb 2 verb នៅក្នុង past simple ហើយបូកជាមួយនឹង object បូកជាមួយនឹងអីផ្សេងទៀតដូចជា last night ណាគឺជាពាក្យបន្ថែមវាជា time expression ជា clear ដែលបង្ហាញពីកាលគឺ past simple អូខេចឹងយើងបន្តទៅ simple future គឺវាទីតាំងរបស់វាគឺនៅផ្នែកខាងស្ដាំដែលខណ្ឌដោយ action ចឹងវាគឺជាអី simple future ពាក្យថា future បើន័យថាវាមិនទាន់កាត់ឡើងទេយើងចាំ keyword ប៉ុណ្្នឹងទៅយើងចាំថា future មិនទាន់កើតទេណាតែគេយកមកនិយាយទុកជាមុនឧទាហរណ៍ Tom will study tomorrow Tom នឹងរៀននៅថ្ងៃស្អែកវាមានពាក្យបញ្ជាក់កាល future នឹងដែរគឺ tomorrow ថ្ងៃស្អែកវាមិនទាន់កើតទេយើងអាចប្រើជាទម្រង់ will ឬក៏យើងអាចប្រើជា be going to ក៏បានគេថា Tom is going to study tomorrow Tom នឹងរៀននៅថ្ងៃស្អែកអូខេអញ្ចឹងទម្រង់របស់វាយើងអាចសរសេរបានថា subject បូកជាមួយ will បូកជាមួយ verb 0គឺជា verb ដែលមិនប្រែប្រួលទេគឺជា base form បូកជាមួយនឹង object បូកចុចអូខេឬក៏ subject plus ជាមួយនឹង be going to ណាខ្ញុំសរសេរ be going to ទាំងដងអញ្ចឹងទៅខ្ញុំអត់បំបែកទេយើងរៀនហើយថា be វាមានអី am is are អញ្ចឹងយើងបំបែកវាទៅថា subject អីប្រើជាមួយ verb to be មួយណាណាអញ្ចឹងបូកជាមួយ be going to ហើយបូកជាមួយអីគឺ verb 0ដូចគ្នាហើយបូកជាមួយ object បូកជាមួយចុចអីអញ្ចឹងនេះជាទម្រង់ហើយការប្រើប្រាស់របស់វាគឺយើងនិយាយអំពីអីនិយាយអំពីរឿងដែលបំរុងនឹងកើតឡើងរឿងដែលយើងនឹងធ្វើប៉ុន្តែយើងមិនទាន់ធ្វើតែយើងនឹងធ្វើវានៅថ្ងៃណានេះ tomorrow ថ្ងៃស្អែកថ្ងៃខាងស្អែកឬក៏សប្តាហ៍ក្រោយខែក្រោយអីអញ្ចឹងវាបង្ហាញអំពីអនាគតអីដែលមិនទាន់កើតវីដេអូនេះខ្ញុំមិនចង់ឲ្យវាមានរយៈពេលវែងទេអញ្ចឹងខ្ញុំបញ្ចូលតែ aspect មួយគឺ simple ដែលវាមាន3គឺ simple present simple past និង simple future អញ្ចឹងពាក្យថា simple ហ្នឹងមានន័យថាវាធម្មតាវាងាយស្រួលវាអត់ពិបាកយល់ទេសរុបមកវិញ simple present វានិយាយអំពីអីដែលកើតឡើងជាទៀងទាត់លក្ខណៈថាជាទម្លាប់ឬក៏ជាសកម្មភាពដែលជាបាតុភូតក្នុងធម្មជាតិដូចជាព្រះអាទិត្យរះព្រះអាទិត្យលិចវាជារឿងមួយដែលมันអាចប្រកែកបានទេណាចំណែក simple past វាគឺជាសកម្មភាពដែលកើតហើយដែលចប់ហើយណា
ដោយវាមានពេលវេលាច្បាស់លាស់ផងដែរនេះវាមានពាក្យបញ្ជាក់ការផាសហ្នឹងគឺវាមាន last night វាមានការពីយប់មិញណាវាមានការពីម្សិលមិញការពីម្សិលមួយថ្ងៃអីហ្នឹងជាដើមហើយ simple future ហ្នឹងគឺវាបង្ហាញអំពីអីដែលមិនទាន់កើតអីដែលយើងបំរុងនឹងធ្វើហើយវាមានពាក្យប្រាប់ការផងដែរគឺវាមាន tomorrow វាមានអីគេវាមាន next month next year អីហ្នឹងជាដើមណាអញ្ចឹងបងប្អូនគ្រាន់តែយល់ជាសញ្ញាណអញ្ចឹងសិនយល់ជាសញ្ញាណសិនចាំបាច់ឲ្យទៅស៊ីជម្រៅឲ្យលំអិតខ្លាំងពេកទេកុំឲ្យស្មុគស្មាញអញ្ចឹងខ្ញុំបញ្យល់ឲ្យយល់ជាសញ្ញាណដើម្បីអាចទៅចាប់បាននៅពេលដែលយើងរៀនលំអិតទៅលើការមួយអូខេវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសិនទេជួបគ្នាវីដេអូក្រោយ Thank you see you next video